ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអូស្ត្រាលីស្ត្រីខ្មែរម្នាក់បានក្លាយជាអភិបាលក្រុង Greater Dandenong ក្នុងរដ្ឋ Victoria ដែលទើបជាប់ឆ្នោតកាលពីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025កញ្ញាតាន់សុផាណែតអភិបាលក្រុង Greater Dandenong បានប្រាប់ News Today ពីប្រទេសអូស្ត្រាលីថានេះគឺជាសមិទ្ធផលរបស់កូនខ្មែរម្នាក់ដែលឆ្នៃការលំបាកទៅជាកម្លាំងចិត្តមានស្រុកកំណើតនៅខេត្តបាត់ដំបងហើយបន្ទាប់ពីបាត់បង់ឪពុកផាណែតបានរត់គេចខ្លួនពីសង្គ្រាមជាមួយម្ដាយទៅជំរំនាទល់ដែនថៃផាណែតបានទៅដល់ប្រទេសអូស្ត្រាលីនៅឆ្នាំ1995នៅពេលដែលកញ្ញាមានអាយុជាង10ឆ្នាំផាណែតបានប្រាប់ថាការអប់រំគឺជាមាគ៌ាជួយឲ្យកញ្ញាមានលទ្ធផលដូចថ្ងៃនេះចាប់ផ្ដើមតាំងពីមិនចេះភាសាអង់គ្លេសរហូតដល់បញ្ចប់បរិញ្ញាបត្រធុរកិច្ចនិងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Monash ផាណែតបានចូលធ្វើការផ្នែកធនាគារមុនប្រឡូកនៅក្នុងឆាកនយោបាយតាមរយៈសហគមន៍អូស្ត្រាលីនៅឆ្នាំ2016 3ឆ្នាំក្រោយកញ្ញាបានជាប់ជាអនុចៅហ្វាយក្រុង Greater Dandenong ចំនួន2លើកពេលនេះក្នុងនាមជាអភិបាលក្រុងផាណែតតំណាងឲ្យទីក្រុងចម្រុះវប្បធម៌ដ៏ធំបំផុតមួយរបស់អូស្ត្រាលីជាជម្រករបស់ជនអន្តោប្រវេសន៍មកពីគ្រប់ទិសនៃពិភពលោកក្រៅពីតួនាទីផ្លូវការកញ្ញាក៏បន្តធ្វើការងារស្ម័គ្រចិត្តជាមួយសមាគមខ្មែរអូស្ត្រាលីដើម្បីប្រឆាំងអំពើហិង្សាលើស្ត្រីនិងផ្សព្វផ្សាយវប្បធម៌កម្ពុជាពីអតីតក្មេងជំរំព្រំដែនរហូតក្លាយជាអភិបាលក្រុងនៃប្រទេសអភិវឌ្ឍន៍រឿងរ៉ាវរបស់តាន់សុផាណែតជាការរំលឹកថាការលំបាកមិនកំណត់វាសនារបស់មនុស្សម្នាក់ទេភាពក្លាហាននិងការតាំងចិត្ត